สุดท้ายបងអរគ្នាចាឃើញ Facebook គេបង្ហោះឃើញបងប្រុសម្នាក់គាត់មានអារម្មណ៍ក្តុកក្តួលនៅពេលដែលគាត់អត់បានធ្វើការនៅកន្លែងដែលមើលថែដំរីហើយគាត់ដោយសារតែគាត់ហួងហែងនៃការខ្វះខាតចំណីអាហាររបស់ដំរីធ្វើឲ្យអារម្មណ៍គាត់ប្រែប្រួលនាងខ្ញុំមានអារម្មណ៍យល់អារម្មណ៍ដែលគាត់មានហ្នឹងដោយសារតែយើងនៅប្រទេសគេនាងខ្ញុំអាសាមើលព័ត៌មានតាក់ទងនឹងខ្សែយកសារដែលគាត់មើលថែសត្វគឺអារម្មណ៍របស់គាត់ដែលគាត់រស់នៅហ្នឹងបងប្អូនដូចកូនចៅអញ្ចឹងហើយសត្វហ្នឹងក៏ស្រឡាញ់គាត់ដូចជាឪពុកម្ដាយអញ្ចឹងដោយសារតែយើងនៅផ្ដោតជាមួយគាត់រហូតមួយថ្ងៃវល់ងាយធ្វើអារម្មណ៍ហ្នឹងវាចិត្តដិតហើយមួយវិញទៀតបងប្អូនសត្វដំរីគឺមានភាពវៃឆ្លាតបើតាមគេមើល IQ របស់សត្វដំរីគឺ IQ វាពី70ទៅ80ទៅពេលទៅតាមដំរីខ្លះវាឡើងដល់90 IQ តែពីក្មេងបើសិនជាគិតពីមនុស្សក្មេងវិញពី5ឆ្នាំទៅ7ឆ្នាំអញ្ចឹងពី5ឆ្នាំ7ឆ្នាំគឺក្មេងដែលគាត់ឆ្លាតគឺគាត់ដឹងច្រើនណាបងប្អូនសំបីកូននាងខ្ញុំប៉ុណ្ណឹងគឺគាត់ឆ្លាតមែនតើគាត់ដឹងច្រើនអញ្ចឹងសត្វតម្រៃក៏អញ្ចឹងដែរគាត់ឆ្លាតគ្រាន់តែគាត់អត់ចេះនិយាយប៉ុន្តែកាយវិការគាត់មានវានៅអាចដឹងទាំងអស់អញ្ចឹងពេលដែលគ្រួសារសត្វដំរីស្លាប់ឬក៏មានបញ្ហាមួយអញ្ចឹងគាត់អារម្មណ៍របស់គាត់ចេះយំដំរីបងប្អូនគាត់ចេះយំគាត់សោកសង្រេងប៉ុន្តែគាត់មិនចេះនិយាយទើបយើងអត់ដឹងយើងមើលអាកប្បកិរិយាគាត់ដឹងហើយដូចជាបងប្រុសម្នាក់ហ្នឹងគាត់បើកម៉ូតូហើយគាត់ចេញពីដំរីហ្នឹងហើយគាត់យកកម្មាជូតទៅខ្ញុំមានអារម្មណ៍ថាអត់ដឹងថាត្រូវពាក្យនិយាយខ្ញុំក៏យំតាមគាត់ដែរអញ្ចឹងដំរីហ្នឹងក៏អោបគាត់អីគាត់អញ្ចឹងវានេះជាមនោសញ្ចេតនាសំបីតសัตว์ចាហើយដំរីបងប្អូនបើតាមខ្ញុំមើលស្រាវជ្រាវមើលសត្វដំរីគឺមានការចងចាំវាច្រើនឆ្នាំរាប់សិបឆ្នាំហើយសត្វដំរីគឺមានអាយុកាលរហូតដល់80ឆ្នាំ90ឆ្នាំខ្លះលោតដល់100ឆ្នាំទៀតគឺអាយុវែងហើយការចងចាំគាត់គឺក៏វែងដែរខ្ញុំបានមើល YouTube មួយគឺគាត់បាននិយាយថាបរិះម្នាក់គាត់អាយុ24ឆ្នាំគាត់នៅសហរដ្ឋអាមេរិកប៉ុន្តែគាត់បានទៅលេងនៅប្រទេសអាហ្វ្រិកបងប្អូនអញ្ចឹងហើយទៅដល់គាត់ឃើញដំរីហ្នឹងវាមុតឈើរបៀបដូចបន្លាធំមួយនៅហ្នឹងវាឈឺពេលនោះក៏គាត់បេះហើយគាត់ដកបន្លាហ្នឹងចេញនៅពេលដែលគាត់ដកបន្លាហ្នឹងចេញហើយវាជាដកបន្លាហ្នឹងហើយគាត់បាត់ការជួយជាប់ចាប់គាត់យកប្រម៉ោយរបស់គាត់ហ្នឹងយកមកអោបមនុស្សហ្នឹងបន្តមកទៀតគាត់ទៅស្រុកកំណើតគាត់វិញចាគាត់ទៅអាមេរិកវិញរយៈពេល10ឆ្នាំក្រោយគាត់មកទៀតដំរីហ្នឹងនៅតែចងចាំគាត់បងប្អូនគឺការចងចាំដំរីល្អណាបងប្អូនបន្តមួយទៀតនៅនេះដំរីហ្នឹងគេយកមកពីប្រទេសផ្សេងទេនៅជប៉ុននៅពេលដែលគាត់លាងដោះឲ្យយកទៅយកលាងដោះឲ្យដំរីហ្នឹងក៏គាត់សាទៅយកហ្នឹងទុកបងប្អូនអញ្ចឹងថាដំរីគឺជាសត្វមួយដែលមានភាពវៃឆ្លាតហើយខ្ញុំឃើញវីដេអូដែលគាត់បង្ហោះខ្ញុំមានអារម្មណ៍ថាសោកស្ដាយមែនតើមិនគួរណាគាត់បាត់បង់ការងារទេហើយគាត់ចាត់ទុកសัตว์ដូចជាកូនចៅរបស់គាត់នៅពេលអត់មានអីស៊ីគាត់មានអារម្មណ៍ថាក្តៅកាហាយនេះខ្ញុំយល់អារម្មណ៍គាត់មួយហ្នឹងដោយសារតែមួយរយៈប្រហែលជាឆ្នាំប្រហែលឆ្នាំមុននៅប្រទេសកូរ៉េនៅខាង Yongin Everest ណាបងប្អូនគាត់ចិញ្ចឹមគាត់យកសត្វ Panda ពីប្រទេសចិនមកនៅពេលយកមកដល់ហ្នឹងគាត់យកមកកន្លែងសួនសត្វនេះគាត់មើលថែតាំងពីគាត់នៅតូចរហូតដល់ធំអញ្ចឹងវាមានភាពស្និទ្ធស្នាលនៅហើយទៅគេដល់ពេលត្រូវបញ្ជូនទៅប្រទេសចិនវិញនៅពេលដែលពេលទៅប្រទេសចិនមានអារម្មណ៍គាត់មានអារម្មណ៍ថាគាត់សោកស្ដាយគាត់យំគាត់ឈឺគាត់ចាប់អញ្ចឹងអារម្មណ៍បងប្រុសដែលគាត់ចិញ្ចឹមដំរីនឹងលោកពូដែលគាត់ចិញ្ចឹមសត្វ Panda ហ្នឹងគឺដូចគ្នាខ្ញុំយកអារម្មណ៍មួយហ្នឹងសំបីតែប្រជាជនកូរ៉េនៅពេលដែលសត្វ Panda ហ្នឹងទៅប្រទេសចិនណាបងប្អូនគេយំគេស្រែកហើយ